សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ភោជនីយដ្ឋានបាយ័នកន្លែងទទួលទានអាហារដែលទាក់ទាញបំផុតមួយពេលដែលខ្ញុំបានចូលទៅដល់ខ្ញុំឃើញអ្វីដែលខ្ញុំចង់បានហើយវាគឺជានំមូលីតោះឥឡូវយើងមកចាប់ផ្ដើមមើលនៅក្នុងហាងនៅកន្លែងនេះគឺមានអ្វីដែលយើងអាចជ្រើសរើសបានចាប់ផ្ដើមពីកន្លែងអង្គុយញ៉ាំអីយើងអាចអង្គុយនៅខាងក្នុងឬមួយក៏អង្គុយនៅខាងក្រៅក៏បានដែរខាងក្នុងនឹងមានម៉ាស៊ីនត្រជាក់សាឡុងហើយកញ្ចក់ធំៗដែលយើងអាចមើលទេសភាពនៅខាងក្រៅនឹងមានដើមឈើម្លប់ធំៗហើយខ្យល់បក់ទៅវិញទៅមកធ្វើឲ្យយើងបដូរអារម្មណ៍នេះគឺជាផលិតផលមូលីមានដូចជាម្ទេសឆាខ្ទឹមជ្រក់ហើយនំរបស់មូលីនៅក្នុងកញ្ចប់នេះគឺឆ្ងាញ់មែនតើតោះយើងចូលទៅក្នុងហើយទៅមើលគេធ្វើភេសជ្ជៈនៅហាងបាយ័នពួកគេមានស្នាដៃល្អដែលអាចធ្វើភេសជ្ជៈដែលអ្នកទាំងអស់គ្នាចង់បានហើយនេះយើងមកមើលគាត់ធ្វើកាហ្វេបន្តិចខ្ញុំគ្រាន់តែមើលគាត់ធ្វើកាហ្វេនេះខ្ញុំមានអារម្មណ៍ថាខ្ញុំចង់រៀនធ្វើតាមគាត់ដែរព្រោះគាត់ធ្វើចេញមកគឺទំនងមែនតើអ្វីដែលល្អមែនតើហើយខ្ញុំចូលចិត្តគឺកន្លែងនេះមានភេសជ្ជៈសម្រាប់សុខភាពយើងដូចជាភេសជ្ជៈផ្លែឈើធ្វើឲ្យរាងកាយយើងរឹងមាំមិនមែនគ្រាន់តែជាភេសជ្ជៈទឹកកកផ្អែមអ្វីដែលអ្នកចង់បានគឺមានទាំងអស់កន្លែងនេះណាកាហ្វេហើយមើលទៅទំនងនេះទេមិនទាន់អស់ប៉ុណ្ណឹងទេមានអ្វី special មួយទៀតគឺបន្ទប់ VIP មានទៅដល់5បន្ទប់ perfect សម្រាប់ប្រជុំជាមួយការងារឬមួយក៏ថ្ងៃខួបកំណើតឬមួយក៏គ្រាន់តែជា celebration ជាមួយមិត្តភ័ក្តិឬមួយក៏គ្រួសារឥឡូវនេះយើងបានចូលមកដល់មុខម្ហូបនេះគឺជាបាយផាក់ឡូវហើយអ្នកទាំងអស់គ្នាមើលសូម្បីតែបាយក៏គាត់ដាក់រូបបេះដូងឲ្យខ្ញុំដែរខ្ញុំចូលចិត្តការរៀបចំនៅលើចានមែនតើបន្តទៅទៀតមានមីឆាសាច់គោបន្ទះដែរនេះប្រហែលជាលើកទី2ដែលខ្ញុំបានញ៉ាំមុខម្ហូបនេះហើយលើកទី1ខ្ញុំមានអារម្មណ៍ថានៅខ្វះអីប៉ុន្តែលើកទី2ខ្ញុំញ៉ាំនៅបាយ័នមានអារម្មណ៍ថាពេញចិត្តហើយឆ្ងាញ់មែនតើនេះហើយកាហ្វេមកដល់ហើយកាហ្វេគាត់ធ្វើមិញហ្នឹងមើលទៅទំនងណាគ្រីមគេដាក់ពីលើក៏ឲ្យសប់ទៅហើយនេះទឹកផ្លែឈើទឹកក្រូចទឹកគ្រឿងមកដល់ហើយម្ហូបខ្មែរយើងនេះមានអាគេខ្លះចូលចិត្តញ៉ាំទឹកគ្រឿងមើលគាត់រៀបចំនៅលើចានឡើងស្អាតហើយនេះគាត់ដួសបាយឲ្យញោមក្តៅឆ្ងាញ់មកដល់ហើយស្លកកូតម្លៃសមរម្យម្ហូបឆ្ងាញ់ពេលទៅដល់ឃ្លានចេញមកវិញឆ្អែតប៉ុណ្ណឹងហើយគឺអ្វីដែលខ្ញុំចង់បានហើយក៏អ្វីដែលខ្ញុំបានទទួលមកពីហាងបាយ័នសេវាល្អកន្លែងស្អាតបុគ្គលិកតាក់ជាមួយភ្ញៀវមានបញ្ហាអីគឺគាត់ជួយបានរហូតខ្ញុំពិតជា recommend អ្នកទាំងអស់គ្នាឲ្យមកសាកកន្លែងនេះហើយខ្ញុំនឹងត្រឡប់មកវិញសម្រាប់មកសាកមុខម្ហូបច្រើនទៀតអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះ and I will see you next time bye bye